ដូចជាសាច់គោអាំងបងនៅទីតាំងនគរសង្គ្រាមនៅផ្សារទូតវងមានបបរគុយទាវមីស៊ុបហកគោផ្លែភ្នែកមើលទៅធ្វើឲ្យផ្លែភ្នែកមើលទៅសុបាយហ្មងចាហើយរត់បងវាដូចស្ងាត់ដែរដល់ពេលមានកម្មវិធីហ្នឹងមានភ្ញៀវផ្លែមកច្រើនអូនមានអារម្មណ៍ថាសប្បាយរំភើបរីករាយមែនតើដែរទីរដ្ឋាភិបាលគាត់បានរៀបចំកម្មវិធីនគរសង្គ្រាមនេះឡើងមកជាពិសេសនៅតំបន់ទីតាំងផ្សារទូតវងតតែម្ដងចាដើម្បីឲ្យបងប្អូនជាពលរដ្ឋអាជីវករនៅផ្សារទាំងអស់គាត់ទទួលបានប្រាក់ចំណូលបន្ថែមចាហើយនឹងមានការតម្លៃជាប្រៃជាច្រើនទៀតបែបប្រពៃណីបែបខ្មែរបងចាបាទចង់ឲ្យធ្វើរហូតមានន័យមកតែថាដំណើរការអត់ធម្មតាលក់តែធម្មតាថ្ងៃធម្មតាលក់បានល្មមក្នុងកម្រិតមធ្យមតែសម្រាប់ថ្ងៃនគរសង្គ្រាមគឺលក់ដាច់ខ្លាំងហ្មង5ថ្ងៃហ៎បាទដល់ថ្ងៃ19ដល់ថ្ងៃស៊ូដល់ថ្ងៃមិនចប់ពិតជាចង់ឲ្យមានរាល់ឆ្នាំតែម្ដងបងទៀតទេចាអូនរៀបចំអញ្ចឹងល្អហើយអ៊ំក៏លក់ដាច់ដែរចង់បានថាទៅមុខទៀតរៀបចំអញ្ចឹងក៏ល្អដែររាល់ឆ្នាំទៅណាចាហើយអូនបើមានកម្មវិធីវគ្គក្រោយទៀតសូមឲ្យមានអញ្ចឹងរហូតមិនទៅសុបាយចាតែមួយជាសុបាយយ៉ាងណាក៏ដោយពួកផ្លេចវិរៈកងទ័ពនៅជួងអុកដែរគឺបងវិរៈកងទ័ពដែលនៅការពារដែនអាជីដែនស្រុកខ្មែរយើងសូមឲ្យគាត់មានសុខភាពល្អបបររុងរឿងពិតជាមានការនឹករលឹកដល់បងជនជាតិសិនព្រមទាំងបងគាត់កងទ័ពជួមុខផងដែរសូមឲ្យគាត់ឈ្នះអត់មានសត្រូវហើយសូមទេវតាឆ្នាំថ្មីអាសាគាត់ឲ្យគាត់រឹងមាំស៊ូរឹងមាំឲ្យឈ្នះគេចាបងជាចុងក្រោយបងសូមជូនពរដល់បងវិរៈកងទ័ពជួមុខទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខសប្បាយចា